ចង់និយាយរឿងខ្មែរធ្វើស្លាមទាំងអស់គ្នាថ្ងៃនេះខ្ញុំលើករឿងប្រវត្តិសម្ដរដែលជារឿងខ្មែរអក្សរសិល្ប៍បុរាណហើយចលនាអក្សរសិល្ប៍ពុទ្ធនិយមសម្រាប់សាច់រឿងនេះគឺអញ្ចឹងកាលពីដើមឡើយគឺមានព្រះនាងមួយអង្គដែលមានឈ្មោះថាព្រះនាងផុសដីហើយមានប្តីឬក៏ព្រះស្វាមីគឺជាព្រះអិនអ្នកទាំងអស់គ្នាថ្ងៃមួយព្រះអិនក៏បាននិយាយទៅកាន់ព្រះនាងថាគឺដល់ពេលវេលាដែលព្រះនាងគឺខ្លាចទៅជាមនុស្សចាប់ជាតិទៅជាមនុស្សនៅក្នុងឋានមនុស្សលោកពេលនោះព្រះនាងគឺបាននិយាយច្រើនគឺសុំថាពរទាំង10ប្រការទៅពីព្រះអិនអ្នកទាំងអស់គ្នាទាំងអស់គ្នាមានដឹងថាពរទាំង10ប្រការគឺពរឲ្យគេខ្លាចបាទគឺខ្លាចទៅជាប្រពន្ធរបស់ព្រះបាទស្រីសញ្ជ័យទី1មានភ្នែកល្អមានឈ្មោះជាព្រះនាងផុសដីដដែលមានបត្រាល្បីមានគេហៅថាមានកលៈគ្រូបប្រកដីចឹងណាអត់មានខ្វិតដៃខ្វិនជើងបាទមានស្បែកមានស្បែកមាត់ខៃមានអំណាចជួយដល់មនុស្សសត្វលោកកុំឲ្យដោះហ្នឹងសដាយបាទហើយកុំឲ្យមានសក់ស្កូវហើយចង់ក្រោយគេនោះគឺគេឲ្យគេហៅថាចង់បានបាក់សីជ្រៀងនៅព្រះមន្ទីរអញ្ចឹងណាបាទមានបាក់សីជ្រៀងនៅព្រះមន្ទីរគឺនៅវាំងនៅអីចឹងទៅសម្រាប់នៅឋានមនុស្សលោកគឺមាននគរ3ដែលអ្នកនរគ្នានគរទី1គឺមានតលនគរទី2គឺចេតលនគរនិងទី3គឺកលង្ករាហើយនៅក្នុងមេតលនគរនោះគឺមានស្ដេចមួយអង្គដែលមានឈ្មោះថាមច្ចរាជហើយស្ដេចមច្ចរាជនេះគឺមានកូនស្រីមួយអង្គដែលមានឈ្មោះថាព្រះនាងផុសដីហើយព្រះនាងផុសដីក៏បានចាប់ចិត្តរៀបការជាមួយនឹងព្រះបាទស្រីសញ្ជ័យហើយធ្វើឲ្យពីរអ្នកគាត់ស្រឡាញ់គ្នារៀបការហើយគាត់ក៏មានកូនមួយដែលមានឈ្មោះថាព្រះបាទវេស្សន្តរហើយព្រះបាទវេស្សន្តរនេះគឺជាព្រះពោធិសត្វចាប់ជាតិអ្នកនរគ្នាតែអ្នកនរគ្នាដឹងថាព្រះពោធិសត្វនេះគឺជាអ្វីព្រះពោធិសត្វនេះគឺជាអ្នកដែលសាងបារមីគឺសន្សំបារមីចំនួន10ជាតិអ្នកនរគ្នាហើយបើសិនជាអ្នកនរគ្នាចង់មើលថាទាំង10ជាតិឬក៏10រឿងហ្នឹងគឺរឿងអីគេអ្នកនរគ្នាអាច search មើលនៅក្នុងរឿងទស្សនជាតិដកបានបាទគឺមានរឿងទី1រឿងទី2រឿងទី3ហើយរឿងព្រះបាទវេស្សន្តរនេះគឺជារឿងទី10រឿងចុងក្រោយទៅគេទាំងអស់ដែរព្រះបាទវេស្សន្តរនឹងខ្លាយទៅជាព្រះពោធិសត្វបាទគឺគេហៅថាអ្នកត្រាស់ដឹងថ្ងៃមួយព្រះបាទវេស្សន្តរក៏បានដើរចេញលេងខាងក្រះក៏បានជួបប្រទះជាមួយដំរីពណ៌សកូនដំរីពណ៌សមួយហើយកូនដំរីនោះគឺមានសិលវិតមន្តអ្នកនរគ្នាបាទអូយលយខ្លាំងមែនតើមានសិលវិតមន្តទៀតសម្រាប់ដំរីពណ៌សនោះគឺមានឈ្មោះថាដំរីមង្គលអ្នកនរគ្នាហើយដំរីមង្គលគឺនៅជាមួយនឹងព្រះបាទវេស្សន្តរតាំងពីតូចរហូតមកដល់ធំហើយរហូតដល់ពេលដែលព្រះបាទវេស្សន្តរនោះគឺធំដល់ពេលវេលាដែលគាត់ត្រូវរៀបការឬក៏មានគ្រួសារអញ្ចឹងណាគាត់ក៏បានរៀបការឬក៏ស្រឡាញ់ជាមួយនឹងព្រះនាងមន្ត្រីដែលស្ថិតនៅក្នុងនគរចេតលនគរអ្នកនរគ្នាបាទហើយពួកគាត់ស្រឡាញ់គ្នាពួកគាត់ក៏មានកូន2នាក់ដែលមានឈ្មោះថាហើយកូនគាត់ទាំងពីរនេះគឺមានឈ្មោះថាជាលីជាមួយនឹងក្រស្នាអ្នកនរគ្នាបាទថ្ងៃមួយនគរកលង្ករាក៏បានជួបជាមួយនឹងគ្រោះរាំងស្ងួតអ្នកនរគ្នាហើយពួកគាត់ក៏មានចិត្តគំនិតថាចង់មកសុំជាមួយនឹងដំរីមង្គលហ្នឹងដំរីពណ៌សហ្នឹងអ្នកនរគ្នាបាទចង់សុំពីព្រះបាទវេស្សន្តរដើម្បីឲ្យជួយស្រោះស្រង់ឬក៏ជួយលុបបំបាត់គេហៅថាគ្រោះរាំងស្ងួតនៅក្នុងនគររបស់ខ្លួនអញ្ចឹងទៅហើយព្រះបាទវេស្សន្តរនោះគឺចិត្តធម៌ខ្លាំងមែនតើក៏ព្រមសម្រេចចិត្តឲ្យដំរីសហ្នឹងឲ្យធ្វើឲ្យប្រជាជនដែលស្ថិតនៅក្នុងនគរចេតលនគរហ្នឹងអ្នកនរគ្នាបាទមួម៉ៅខ្លាំងមែនតើព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលខំជាមួយនឹងព្រះបាទវេស្សន្តរឲ្យធ្វើឲ្យសំណុំពរទៅកាន់ស្ដេចហ្នឹងឲ្យដេញព្រះបាទវេស្សន្តរគឺចេញពីស្រុកហ្មងគឺចេញពីនគរចោលមកស្អីខាងខ្លាំងពេកទៅឲ្យគេហៅថាដំរីដែលចាស់សិលដំរីដែលពណ៌សស្អាតទៅឲ្យនគរគេអ្នកនរគ្នាណាទៅដាច់ចិត្តឲ្យលោកបើសិនជាខ្ញុំក៏ខំដូចគ្នាដែរបាទហើយពេលនោះព្រះបាទវេស្សន្តរគឺគេត្រូវបានគេដេញចេញពីនគរអញ្ចឹងណាបាទស្ដេចគឺអ្នកដេញហើយព្រមទាំងប្រជាជនទាំងអស់បាទអូយដេញចេញហ្មងហើយពេលនោះប្រពន្ធរបស់គាត់ដែលជាព្រះនាងមន្ត្រីហ្នឹងណាបាទសុំស្នើសុំទៅតាមប្តីហើយបដាឪពុករបស់ព្រះនាងមន្ត្រីនោះគឺអត់ពេញចិត្តនឹងឲ្យតាមប្តីហ្នឹងឯងប៉ុន្តែហើយតែប្រពន្ធរបស់គាត់ហ្នឹងគឺស្មោះស្ម័គ្រពេកបាទម៉ែឪគឺអត់ដឹងថាធ្វើម៉េចមានតែទៅតាមកូនស្រីខ្លួនឯងទៅហើយឪពុករបស់គាត់ជាមួយនឹងម្ដាយក៏បាននិយាយទៅកាន់កូនស្រីថាទន្លេគ្មានទឹកហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតស្ត្រីមេម៉ែហៅថាស្ត្រីអាក្រាតដល់គ្នាបាទអូយពាក្យហ្នឹងមានន័យណាបាទហើយនិយាយចោះគឺដេញចេញហ្មងបាទឲ្យទៅទាំងពីរទៅហើយពេលដែលធ្វើដំណើរតាមផ្លូវហ្នឹងគឺមានរទេះសេះមួយជាមួយនឹងរទេះហើយពេលដែលធ្វើតាមដំណើរតាមផ្លូវហ្នឹងក៏បានជួបជាមួយនឹងព្រាហ្មណ៍4នាក់ហើយព្រាហ្មណ៍4នាក់ហ្នឹងក៏បានសំណូមពរសុំសេះពីព្រះបាទវេស្សន្តរឲ្យដឹងស្រាប់ហើយដល់អស់គ្នាបាទសុំត្រូវមនុស្សហើយតែសុំគឺព្រះបាទវេស្សន្តរគឺដឹងតែឲ្យ 100% ហើយបាទសុខចិត្តឲ្យឲ្យខ្លួនឯងដើរតាមផ្លូវដើរពីនគរចេតលនគររហូតដល់មេតលនគរអ្នកគ្នាដើរមួយកូនខ្លួនឯង2នាក់ប្រពន្ធមួយហើយខ្លួនឯងមួយដើរមិនអាចខ្លាចក្តៅទេអត់ហត់ទេបាទពេលដែលក្រុមគ្រួសាររបស់គាត់ធ្វើដំណើរទៅដល់មេតលនគរនោះគឺមានក្សត្រជាច្រើនអង្គជាមួយនឹងប្រជាជនបាទរងចាំត្រេកអរគាត់ហើយព្រមទាំងឲ្យអំណាចទ្រព្យសម្បត្តិផ្សេងៗដើម្បីឲ្យព្រះបាទវេស្សន្តរនោះគឺគង់នៅក្នុងមេតលនគរហ្នឹងហ្មងប៉ុន្តែគឺព្រះបាទវេស្សន្តរគឺអត់ព្រមគង់នៅហ្នឹងទេអ្នកនរគ្នាគឺគាត់អត់ចង់នៅទេគឺគាត់ចង់ទៅភ្នំមង្គលកូរ៉េអធិស្ឋានរបស់ព្រះបាទវេស្សន្តរគឺនៅតែចង់ធ្វើដំណើរទៅកាន់ភ្នំគិរីបង្គតគឺអត់ចង់គង់នៅក្នុងមេតលនគរហ្នឹងឯអ្នកនរគ្នាដើម្បីទៅសន្សំកសលកសំបន់អីរបស់គាត់ហើយពេលដែលទៅដល់នោះគឺប្រជាជនគឺបានចាត់គេហៅថាចាត់
អីគេក្មេងចាត់តបត់ហ្នឹងដែលចាស់សិលចាស់បាញ់ធនឲ្យជួយការពារព្រះបាទវេស្សន្តរទៅដើម្បីជៀសវាងពីខ្មាំងសត្រូវឬក៏អ្នកដែលទៅសុំអីពីគាត់ញ៉ៃធ្វើឲ្យដាច់សិលរបស់គាត់ចឹងណាបាទពេលដែលពួកគាត់បានទៅដល់ភ្នំគិរីវង្គតហ្នឹងពួកគាត់បានស្នាក់នៅផ្ទះមួយឬក៏ខ្ទមមួយដែលព្រះអិនហ្នឹងជប់ឲ្យពួកគាត់នៅអ្នកនរគ្នាបាទជួយជប់ដើម្បីឲ្យមានទីកន្លែងនៅអញ្ចឹងទៅហើយមួយមានតាជាជួបម្នាក់ដែលមានមុខឡើងកញ្ចាស់បាទហើយគាត់សន្សំលុយបានមួយកហាបណៈហ្នឹងហើយលុយណាគាត់សន្សំហើយគាត់ដឹងយកទៅណាអ្នកនរគ្នាគាត់ដឹងផ្ញើតែគេគាត់ផ្ញើទៅព្រាមម្នាក់ហើយព្រាមម្នាក់ហ្នឹងគឺចាយលុយគាត់អស់លេងហ្មងហើយពេលដែលចាយលុយគាត់អស់គាត់សួរថាមិនបានចាយលុយគាត់អស់ចឹងហើយព្រាមនោះគាត់មានកាត់ច្រើននេះគឺលោកកូនស្រីខ្លួនឯងហ្នឹងដែលនៅក្មេងឡើងស្អាតតើឲ្យតាកាចាស់ហ្នឹងហ្មងអូយហ៊ានណាខ្ញុំចិត្តតែមានហ្មងចាយលុយគេអស់ហើយលើកកូនព្រោះណាឲ្យគេ free ចាំមានហើយពេលនោះប្រពន្ធក្មេងរបស់តាជជក់ហ្នឹងរងការបូលីខ្លាំងមែនតើអ្នកនរគ្នាបាទដោយសារអីមួយគេបូលីដោយសារអីគាត់ហ្នឹងនៅក្មេងហេតុអីបានមានប្តីឡើងកាចាស់ហើយមុខឡើងក្រក់ហើយលុយទៀតអ្នកនរគ្នាបាទហើយពេលនោះប្រពន្ធរបស់គាត់គឺខំខ្លាំងមែនតើគឺឲ្យតាជជក់ហ្នឹងធ្វើមិនគឺយកកូនព្រះបាទវេស្សន្តរយកមកដកបានមកតាំងពីរដាក់ហ្នឹងមកដើម្បីមកបំរើខ្លួនបាទបំរើទាំងប្តីបំរើទាំងប្រពន្ធហើយពេលនោះតាជជក់ហ្នឹងណាអ្នកនរគ្នាបាទហើយតែខ្លាចបាត់ប្រពន្ធក្មេងរបស់គាត់ក៏ធ្វើតាមសំណើប្រពន្ធរបស់គាត់ដោយសារប្រពន្ធរបស់គាត់គឺគម្រាមបើសិនជាអត់យកកូនហ្នឹងមកទេគឺផ្ដាច់របបគឺអត់ឲ្យកេងជាមួយគឺខំហត់ចោលហ្មងអ្នកនរគ្នាបាទគេហៅថាអញ្ចឹងណាពេលនោះតាជជក់ហ្នឹងក៏ធ្វើដំណើរទៅកាន់ភ្នំគិរីវង្គតហ្នឹងអ្នកនរគ្នាដើម្បីទៅយកកូនព្រះបាទវេស្សន្តរហ្នឹងហើយពេលដែលទៅដល់ហ្នឹងគឺស្វាគមន៍ដោយព្រួយហ្មងព្រួយនេះគឺព្រួយពីចិត្តបត់អ្នកនរគ្នាដែលចិត្តបត់គាត់ថាតាហ្នឹងប្រហែលជាមកយាញ៉ៃព្រះបាទវេស្សន្តរអីហើយពេលនោះគឺតាជជក់ភ័យខ្លាំងមែនតើក៏បោកចិត្តបត់ហ្នឹងថាគូគាត់មកពីនគរចេតលនគរដែលព្រះបាទស្រីសំចៃហ្នឹងគឺអញ្ជើញឲ្យគាត់មកយកកូនព្រះបាទវេស្សន្តរពីរនាក់ហ្នឹងទៅនគរវិញបាទហើយពេលនោះចិត្តបត់គឺចាញ់បោកល្បិចរបស់គាត់ក៏ប្រាប់ផ្លូវទៅឲ្យតព្រះបាទវេស្សន្តរអីចឹងទៅពេលដែលតាជជក់ដើរចូលក្នុងព្រៃគាត់ក៏បានជួបជាមួយនឹងអចិន្ត្រស័យហើយអចិន្ត្រស័យហ្នឹងគឺគាត់បានប្រាប់ផ្លូវទៅឲ្យតាជជក់ដើម្បីទៅជួបជាមួយនឹងព្រះបាទវេស្សន្តរពេលដែលតាជជក់ជួបជាមួយនឹងព្រះបាទវេស្សន្តររួចគាត់ក៏បានសុំកូនចំនួន2ហ្នឹងបាទហើយព្រះបាទវេស្សន្តរហ្នឹងគឺឲ្យហើយស្របពេលប្រពន្ធរបស់គាត់ហ្នឹងគឺដើរនៅក្នុងព្រៃដើម្បីដើររកអស់ជាមួយនឹងផ្លែឈើចំណេះហាដើម្បីឲ្យប្តីជាមួយនឹងកូនខ្សោយពេលដែលប្រពន្ធមកដល់ផ្ទះវិញគឺបាត់កូនទាំងពីរហ្នឹងគឺប្រពន្ធស្លាប់អ្នកនរគ្នាហើយព្រះបាទវេស្សន្តរហ្នឹងគឺគាត់មានចិត្តថាគាត់ពិតជានៅប្រពន្ធរបស់គាត់ខ្លាំងមែនតើគាត់ក៏បានទៅជួយគ្រាប្រពន្ធរបស់គាត់ឡើងអញ្ចឹងទៅបាទព្រះអិនឃើញដូច្នេះបាទពីគេហៅថាចិត្តបំចិត្តធေါ်ពេកក៏ព្រះអិនបានប្រែកាឡាដើម្បីខ្លាយទៅជាតារិស័យដើម្បីមកសុំប្រពន្ធរបស់ព្រះបាទវេស្សន្តរពេលនោះព្រះបាទវេស្សន្តរគឺឲ្យមែនអ្នកនរគ្នាបាទហើយតមកពេលដែលព្រះអិនហ្នឹងឃើញពីចិត្តល្អពេកទៅហួសហេតុពេកទៅគឺក៏ប្រែកាឡាទៅជាព្រះអិនដើម្បីឲ្យពរទៅកាន់ព្រះបាទវេស្សន្តរហ្នឹងពេលនោះព្រះអិនឲ្យពរតែ8ប្រការដែលមានដូចជាឲ្យស្ដេចនាំត្រឡប់ទៅកាន់នគរវិញឲ្យមានអំណាចជួយដោះសត្វទុកទាំងឡាយឲ្យជួយសង្គ្រោះដល់ជនកំសត់កុំឲ្យជ្រឿជ្រើមលើផ្លូវកាមឬផ្លូវភេទពេកឲ្យជាលីនឹងក្រស្នាហ្នឹងបានឡើងសោយរាជឲ្យមានអាហារទឹកកាត់ឡើងជារៀងរាល់ថ្ងៃបរិច្ចាគទានកុំបីខាតមួយថ្ងៃហើយឲ្យខ្លួនឯងហ្នឹងរំលងទៅកាន់ការទៅជាទេវលោកឬទេវតាអ្នកនរគ្នាហើយចំណែកឯតាជជក់ណាគឺព្រះអិនគឺដាក់សិលវេទមន្តដើម្បីឲ្យគាត់នឹងដើរវែងនគរវែងផ្លូវពេញហ្នឹងចង់ក្រោយគឺទៅនគរចេតលនគរវិញហើយចង់ក្រោយគឺតាជជក់ស្លាប់ដោយសារអីហូបច្រើនពេកបែកពោះ